crypto shop nobody talk about it okay so មានមនុស្សជាច្រើនមែនតើគាត់តែងតែគិតថានៅក្នុង field crypto គាត់ជាកន្លែងមួយដែលសម្រាប់ការ trader ឬក៏ investor ឬក៏ developer គាត់ទៅចូលទិញលក់អីទៅឯងប៉ុន្តែគ្នាងដែរគិតទៅដល់ចំណុចមួយ crypto គឺជាកន្លែងមួយដែលធ្វើការ change my life from ជា unemployed មកទៅជា work remotely so ថ្ងៃនេះខ្ញុំនឹងប្រាប់គ្នាពីរបៀបថាហេតុអីបានខ្ញុំអាច turn ខ្លួនខ្ញុំពី unemployed ជាមនុស្សម្នាក់ដែល just a chill guy on internet but end up I become a web3 employee ហើយ work remotely ទៀតអូខេថ្ងៃនេះខ្ញុំនឹង list down មួយចំនួនឲ្យគ្នាយើងមើលតាក់ទងទៅនឹង work ឬក៏ជាប្រភេទការងារ remote ដែលគ្នាយើងអាចធ្វើបានបើសិនជាគ្នាយើង passionate ឬក៏គ្នាយើងមាន passion ទៅលើ crypto ឬទៅលើអីហ្នឹងចឹងទី1គឺតាក់ទងទៅនឹង community managers community manager ឬក៏ community moderator ជាអ្វី community manager ឬក៏ community moderator គឺជាប្រភេទការងារមួយដែលគ្នាយើងគ្រាន់តែធ្វើការ get pay to talk on the Telegram and Discord មានន័យថាmanager ឬក៏ direct moderator ហ្នឹងគឺតម្រូវឲ្យគ្នាយើងធ្វើការ active ទៅលើ support ទៅលើ project ឬក៏ទៅលើ Discord channel របស់ project អីផ្សេងៗ web3 ឬក៏អីយ៉ាងទៅហើយចំណុចទី2គឺ meme creator yeah it's a meme right totally អាហ្នឹងគឺសម្រាប់អ្នកតែគាត់ចូលចិត្ត meme ឬក៏គាត់ជា artist ក៏ជា meme creator ដែលគាត់ចូលចិត្តតាក់ទងទៅនឹង create អីបែប meme yeah literally អាហ្នឹងគឺអាចឲ្យយើងហៅលុយបានមែនដោយសារអីមានមនុស្សមួយចំនួនមែនតើមានមនុស្សមួយចំនួនច្រើនមែនតើដែលគាត់ជា meme creator ហើយគាត់ធ្វើការបង្កើត meme for marketing អាហ្នឹងក៏ជាអីដែល web3 project ហងៃក៏ត្រូវការដែរហើយទី3គឺជា airdrop researchers airdrop researcher ជាអីមានមនុស្សជាច្រើនមែនតើនៅក្នុង crypto field ពួកគាត់ធ្វើការit's not work for anyone គាត់ធ្វើការសម្រាប់ខ្លួនឯងគឺគាត់ធ្វើការ find campaign ឬក៏ project អីផ្សេងៗនៅលើ internet ហ្នឹងដើម្បីយកមកធ្វើការ farm ដើម្បីធ្វើអីដើម្បីទទួលបាន earn crypto ឬក៏ earn money ពី project ទាំងអស់ហ្នឹងអ្នកនរគ្នាបានស្ដាប់អីខ្ញុំនិយាយខាងលើខ្ញុំសង្ឃឹមថាអ្នកនរគ្នាយល់អ្នកនរគ្នាមិនបាច់ថាអ្នកនរគ្នាត្រូវចេះជា coder ឬក៏គ្នាយើងត្រូវជា trader 100%ហ្មងឯងដើម្បី make money នៅក្នុង web3 វាមានព្រោះជាច្រើនមែនតើអ្នកគ្នាយើងអាចធ្វើការនៅក្នុង web3 ដើម្បី cash out មកក្នុង real world យ៉ាងបានចឹងសូមអ្នកគ្នាចូលចិត្តវីដេអូនេះ Don't forget to like subscribe and share let's fucking go